ចាជំរាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះនាំអារម្មណ៍ពុកម៉ែបងប្អូនមកមើលពីសកម្មភាពក្រុមគ្រួសារនាងខ្ញុំចាធ្វើដំណើរតាមព្រៃតាមខ្សែទៅរកជីកដំឡូងខ្យាចាហើយទៅនេះនិយាយពីសម្ភារៈចាមានអង្រឹងមានកាំបិតមានសពគ្រប់បែបយ៉ាងមានកតុងទឹកចាហើយនៅខាងក្រោយនោះមានសម្ភារៈញ៉ាំមកកតាបទៀតនិយាយថាដឹងទៅជីកដលងដឹងទៅអង្គុយញ៉ាំទេកូនចៅកេតនេះចាហើយចំណែកកូនបើតូចនេះឲ្យដើរទៅទេអត់ទេមានជាប់ជីកទៅជាមួយនិយាយថាជួយធ្វើការម៉ាក់ចាហើយឥឡូវយើងធ្វើសកម្មភាពដើរនោះតាមស្រែនោះគឺមិនឆ្ងាយទេបងប្អូនដើរប្រហែលជាកន្លះគីឡូដីហ្នឹងគឺដល់ហើយចាគឺនៅជិតភូមិដែរទេអត់ឆ្ងាយទេហើយដលងហ្នឹងគឺដោះនៅស្រែនៅជិតសេប៉ារបស់ខ្ញុំដែរចាហើយនៅតាមវាស្រែនេះគឺចាសវោដើមថ្នោតចាហើយស្រែខែនេះគឺគេជ្រូតកាត់អស់ហើយនៅសល់តែដើមកញ្ច្រាំងទេស្រែនៅខាងខ្ញុំគឺគេមួយឆ្នាំធ្វើតែម្ដងទេព្រោះអត់មានទឹកមានបន្លាយដូចខាងស្រែនៅខាងផ្ទះខ្ញុំសប្តាហ៍ថ្ងៃចាហើយនេះដើរហើយមើលសម្ភារៈញ៉ាំនិយាយពីមកតាស្ពាយហើយកូនណាតាមផ្លូវដើរក្នុងស្រែក៏ថាកំដានក្នុងស្រែដើរតាមផ្លូវវិញគាត់ថាមានភ្លឺស្រែមិនកំដើរទៅដើរតាមស្រែវិញចាឥឡូវដើរដំណើរហ្នឹងជិតដល់ហើយបងប្អូននេះចាបងប្អូនឃើញទេនៅខាងមុខហ្នឹងមានដើមឫស្សីហ្នឹងគឺនៅជីកទៅហ្នឹងចាជីករដងជីកទៅហ្នឹងដលងគឺមើមច្រើនមែនតើដោយសារខ្ញុំជីកទៅមួយស្ងោទេខ្ញុំអត់ជីកច្រើនទេល្មមមួយស្ងោបានប៉ុណ្ណាខ្ញុំឈប់ជីកចាឥឡូវដើរមកដល់ហើយចាអញ្ចឹងមកដល់ភ្លាមក៏អត់តាន់បានចាប់ផ្ដើមជីកភ្លាមដែរចារៀបចំជងអង្រឹងសិនចាជងអង្រឹងឲ្យកូនគាត់គេងទៅដើម្បីកុំឲ្យគាត់ដើរដោយសារអីកន្លែងហ្នឹងណាដើមអាស័យផងណាដំឡូងខ្យាគឺដំឡូងខ្យាពុកម៉ែបងប្អូនដឹងហើយដំឡូងខ្យាគឺវាសម្បូរទៅដោយបន្លាចាបន្លាគឺស្ញែពេញនឹងតែម្ដងចាអញ្ចឹងឲ្យគាត់គេងនឹងរឹងកុំឲ្យគាត់ដើរផ្លេសផ្លាសកុំឲ្យមុតបន្លាចាហើយឥឡូវនេះរងយើងចងហើយចាកូនបងចាប់ដើមសម្ពោធមុនគេហើយចាសម្ពោធហើយមិនតាន់គេងបានព្រោះនៅមានបន្លាអញ្ចឹងខ្ញុំក៏យកកវិតមកកាត់ឆ្ការកន្លែងនឹងឲ្យអស់បន្លាអីសិនហើយvámងួនមើលថាអាចដេកបានហើយចាចាប់ដើមឲ្យកូនដេកអង្រឹងចានេះកូនបើគាត់ចងរឹងហើយអើតសិនប៉ុន្តែជាប់ជីកគឺអត់ព្រមតម្លាក់ទុកទេមកដល់កន្លែងហើយនៅកាន់នៅជាប់នៅដៃផងជួយជីកម៉ាក់ដែរចាឥឡូវចាប់ដើមរកកន្លែងជីកហើយចាចាំមើលជីកបានអត់ចានេះគឺជាកន្លែងដែលដើមដែលត្រូវជីកអញ្ចឹងយើងមើលថាដើមណារៀងធំអញ្ចឹងទៅយើងចាប់ដើមជីកហើយណាមួយខែប្រាំងវាងាប់អស់ហើយដើមចាហើយដល់ជីកមកនេះឃើញមើមចាបានមើមមួយហើយចាមើមនេះធំដែរបងប្អូនចាហើយជីកគោមិនស្រួលដែរជីកផងដាក់ទឹកផងអីផងតម្រាំទៅបានចាហើយដលងទាំងអស់នេះគឺជាដលងដែលនាងខ្ញុំជីកបានចាគឺជីកបានមួយកញ្ច្រែងចាដោយសារអ្នកជីកសិនអ្នកជំនាញដល់អញ្ចឹងជីកបែកអស់ហើយវីដេអូខ្ញុំមានតែប៉ុណ្ណឹងនាងខ្ញុំក៏សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ